เ
tôm cu đây này nó nghĩ tôm đây này nhưng mà toàn ban cu những đặt tầm bộ bảo trongរបៀបគូផ្ទងគូដៃណាឥឡូវនៅក្នុង Revit គឺស្រួលអញ្ចឹងមានន័យថាយើងអាចគូជាប្លង់ structure និងប្លង់ architect នៅក្នុង file តែមួយបានអញ្ចឹងបើសិនយើងចង់បង្ហាញប្លង់ architect យើងអាចប្លង់ structure សិនទៅតែបើសិនយើងចង់ធ្វើការនៅប្លង់ structure យើងអាចប្លង់ architect សិនតែឥឡូវតើតើនឹងបាច់ដំបូងយើងអាចHighយើងចូល high category កន្លែងនេះយើងហៅ high category ខ្វាច់មួយនេះខ្ញុំ high ដែរនេះហើយក្នុងនេះយើងធ្វើការជ្រីនេះជ្រីដំបូងដើម្បីយើងធ្វើការដំបូងហើយស្រួលហើយទៅពួយយើង high មានន័យថាយើង highតែយើងហាយអស់យើងទុកតែ structure ដល់ឈើការនេះយើងហាយដែរចឹងយើងទុកតែការងារ structure បានហើយឥឡូវយើងចាប់ដើមធ្វើការលើកដំបូលធ្វើការលើការងារដំបូលយើងគូផ្ទងគូដៃហ្នឹងដល់នេះគឺយើងមានអក្សរនិងធ្នឹមហើយសធ្នឹមយើងមានគូហើយសូរៀងដំបូងមកវិញដើម្បីសូរៀងដំបូងសូ object ដែលយើងហាយមិញហ្នឹងយើងចូលកន្លែងនេះ reveal hidden element គេចុចកន្លែងនេះមកឥឡូវយើងសូដំបូងមកវិញយើងចុចដំបូងមកយើងមកស្ដាប់យើងពី unhide in view category យើងចុចបិទនេះបិទ close reveal hidden element បន្ទាប់មកយើងចាប់ដើមគូផ្ទងគូដៃរណែងអញ្ចឹងខ្ញុំចាប់ដើមគូផ្ទងគូដៃរណែងហើយយើងគូកន្លែងណាមកថាយើងគូកន្លែងនេះមុនអញ្ចឹងយើងចូលកន្លែងstructure ចូល structure ចូល BIM system ចុចកន្លែង BIM system យើងឬក៏យើងវាយ command VF ក៏បានដែរវាយ command VF បានឬក៏យើងទៅចុចលើកន្លែងនេះក៏បានចុចលើកន្លែងនេះហើយបន្តមកយើងចូលកន្លែង set work plan ណាគឺនេះថាយើងចង់ដាក់នៅកន្លែងណានៃដំបូងមកជ្រុងណាមួយនៃដំបូងអញ្ចឹងចុច set work plan មកហើយយើងយកកន្លែង pick a plan បាទចុច pick a plan អូខេបាទអញ្ចឹងមានន័យថាខ្ញុំចង់ធ្វើការនៅកន្លែងនេះមុនបាទនៅពេលដែលយើងដាក់ cursor មកឃើញយើងលោត boundary ឲ្យ boundary ទៅតាមដំបូលដែលយើងចង់ធ្វើការទីតាំងដែលយើងចង់ធ្វើការឬក៏ plan ដែលយើងចង់ធ្វើការលើបាទអញ្ចឹងខ្ញុំ click លើកន្លែង plan នេះមកមានន័យថា boundary វាកន្លែងនេះអញ្ចឹង click លើកន្លែងនេះមកបន្ទាប់មកខ្ញុំយក pick line ចុច pick line នេះដើម្បីបង្កើតជា boundary
ចឹង beam direction ហ្នឹងយើងជ្រើសរើសយកផ្ទងមកផ្ទងកន្លែងនេះខ្ញុំរើសដៃផ្ទង48មក48កម្រាស់វា 1.5 អានេះតើតងនឹងដៃណាដៃផ្ទងណាចឹងបើករណីយើងអត់មានទេយើងអាច download ពី Google មកបើយើងអាច download ហើយយើង insert ចូលហើយកែទំហំរបស់វាកែវិមាត្ររបស់វាមកយើងអាចធ្វើការវាបានចុចវាមកហើយនៅក្នុងនេះ48កម្រិតរបស់វាក្នុង layout rule នេះខ្ញុំយក clear spacing ខ្ញុំអត់យក distance ខ្ញុំយក clear spacing ប៉ុន្តែខ្ញុំយក8 ទឹកទៅឧទាហរណ៍យក8ទឹកទៅអញ្ចឹងយើងចាប់ផ្ដើមគូ beam direction ហ្នឹងឥឡូវគឺមិនដាក់ឲ្យកែងមកលើនេះហើយកែងមកលើនេះខ្ញុំមកខាងស្ដាំ right មកអញ្ចឹងកែងមកឲ្យកែងមក90 degree អូខេកំណត់ប្រហែលនេះឬក៏យើងគូឲ្យដល់ក្រោមនេះកុំឲ្យដាក់អីទេហើយនៅពេលយើង set អស់យើងចុចនេះវាពេញboundary យើងវាអត់ប៉ះគ្នាចិត្តវិញមកអូខេបានហើយនេះអូខេចាក់កម្រិតរបស់ផ្ទងយើងគឺ8 ទឹកចឹងយើងបានផ្ទងហើយបន្ទាប់មកយើងដៃណៃគឺយើងចូលតាមរបៀបតែមួយហ្នឹងតាមរបៀបតែមួយគាត់ថាយើងដូរទំហំដៃហ្នឹងអូខេអញ្ចឹងខ្ញុំចូលតាមគំរូបាញ់ម្ដងទៀតអញ្ចឹងយើងវាយ BS ក៏បានឬក៏ចូល beam system នេះអូខេ beam system នេះបើអញ្ចឹងយើង set plan ម្ដងទៀតset plan បាទយក pick up plan អូខេហើយនេះបើសិនបើយើងអត់ចង់គូទេយើងអាចបានបន្ទាប់ពីធ្វើតាមនេះឡងទៀតដើម្បីស្រួលមើលតោះមកយើងតិចមើលនេះគឺអត់ចង់នេះអត់តិចខុសកន្លែងនេះ boundary វាអត់បិទចិត្តទេយើងអាចទាញវាបិទចិត្តអូខេបន្ទាប់ពីបានចឹងហើយយើងគូ beam direction មកយើងគូដៃណៃនេះកន្លែង beam direction នេះហើយយើងដូរមកកាត់ដៃណៃនេះមកកាត់ប្រភេទដៃនេះយកដៃ30កម្រាស់ 1.5 ហ្នឹងឧទាហរណ៍ណាមានន័យថាជាក់ស្ដែងយើងអាចប្រែហើយកម្រិតវាចាប់ឡើងគូមកយើងចូលកន្លែងនេះហើយយើងគូសម្រាប់ឲ្យស្របមើលលើឲ្យស្របមើលមកលើឬក៏មុំ90 degree មួយគូស្របមកយើងតិចបញ្ហាចឹងកន្លែងផ្សេងទៀតយើងធ្វើដូចគ្នាចឹងមកយើងអាចយើងចាំមើលឲ្យតាច្បាស់យើងអាចទាញកន្លែង transparency នេះដល់វាធំបន្តិចបាទនេះយើងនឹងឃើញច្បាស់ជាមួយណា
ឥឡូវយើងអាចយើងគូបន្តទៀតមកគូបន្តទៀតទៅកន្លែងផ្សេងទៀតហើយយើងមក workplace កន្លែងនេះម្ដងសំទោស workplace ណា workplace កន្លែងនេះម្ដងអញ្ចឹងចុច BS set workplace workplace pick a plane អូខេចុចលើកនេះឬក៏យើងសូ workplace នេះមកបាទទៅបាទបន្ទាប់មកយើងចាប់ផ្ដើម pick a line pick line ក្នុងនេះគឺយើងយកដែក48បាទគម្លាតវា800មិនអូខេ800តោះមកចាប់ដាក់គូចុចឡាញហើយយើងគូទៅមិនឲ្យបានមុំ90ដឺក្រេបាទមុំ90ដឺក្រេជាមួយលើនេះ90ដឺក្រេបាទយើងចុច8នេះសិនហើយក៏យើងចង់ទាញឲ្យដល់ក្រោមបាទយើងបានតូនហើយឥឡូវយើងចាប់បានគូដៃណែម្ដងខ្ញុំអត់បាន copy នេះតាមនឹងម្ដងអញ្ចឹងយក bin system ដើម្បីយើងគូដៃណែ set pick plane អូខេទៅមកត្រូវធ្វើការពីរដងតែបើយើងចាស់ជាវាពីរយើងអាចលឿនជាងនេះណាយើងមានតែពីរមកពីរយើងគុំដងទៀតនេះលេងមកដល់ហើយអាចជន់គ្នាអញ្ចឹងយើងចាប់ផ្ដើមគូ beam direction បាទនេះយើងជ្រើសរើសយកដៃអាណា30គម្លាតវាមិនទៅអូខេអញ្ចឹងយើងគូធ្វើឲ្យស្របជាមួយនេះបើសិនតែយើងអាចវិធីមួយទៀតនៅមួយឈាមទៀតនេះយើងអាច select ទាំងអស់ចូល channel ហើយយើង select ទាំងអស់យើងអាចធ្វើការ mirror បានខ្ញុំចូលមកកន្លែង from view ធ្វើការ mirror ហើយយើងវាយ DMបានអូខេអានេះកាលណាយើងមានបានតូងដល់នៅដៃណាតូងនេះណាអូខេដៃណាយើងអាចមានដៃណាអូខេតែយើងមក from view ហើយយើងចុច DM បាទ DM នេះក៏ mirror
បាននេះឃើញថាយើងមានរើបានហើយទាំងផ្ទងទឹកដៃណែមកមួយជាងទៀតចឹងយើងសល់មួយជាងទៀតអូនេះមកបានតែមួយណាលើនៅមួយទៀតដែរតោះនេះបែរជាន់គ្នានេះជាន់គ្នាមែនអូខេជាន់នេះចឹងយើង select ដៃណែមកទៀតមកយើង select ផ្ទងបាទយើងមានភាសាទៀតហើយយើងខុសទៀតនេះបាទយើងមកតែដៃដៃទេតែអត់បានផ្ទងណាបាទយើងចង់បានផ្ទងយើងពិបាក select ទៅវាអត់ប៉ះចឹងជំរើសមានតែគូហើយលេងគូមកទៅចុះអូខេដើម្បីកុំឲ្យយើងពេលចឹងយើងចូលកន្លែង beam system ដែរយើងចុច set ពីកន្លែងបាទនេះមកតានេះទៅមកចឹងយើងមានតែគូផ្ទងមកទៀតចំណុចបានជំរើសមានតែចឹងចឹងយើងចាប់ដើមគូមួយជាងទៀតហើយខ្ញុំធ្វើការនៅកន្លែងនេះម្ដងបាទចូល beam system set pick a plane អូខេ select ហើយអត់ដល់យើងអាចទាញជាន់គ្នាយើងប្រើ extend ទៅវិញ extend មក
ចូល pick a plane này nhé. Ok, chẳng chẳng mở boundary chọn này cái này nhé. Boundary chọn như thế. Nhưng escape on ở đây dương init viên. Cái này dương on escape đấy, dương chạch lưu biết về nằm pick mà đong thiệt. Như này ta pick a plane này ạ toàn này. Thì chậm tóm bao nhiêu cho back view rồi chậm đang khu tôn muốn và beam direction nó bên đây khu tôn muốn để tóm vậy rồi và tóm mấy cái môn can sắp được đấy. Ok cho những bạn tôn thấy tóm mấy những thứ ca mà đóng tiết là mây khu đây này set pick a plane và này load boundary như này đặt boundary trung bình pool queue nữa và pool queue nó cứ cho boundary plan là dân thứ cả. Ok tao bao nhiêu thích nữa và dân edit down boundary là bây edit dân cho escape escape ở đây cho escape ở đây tao bao nhiêu click lưu ý chứ bật boundaryនឹងឲ្យជិតកាលណាចំហវាអត់ត្រូវគេតបមកយើងចាប់ផ្ដើមចូល beam direction ក្នុងនេះយើងយកតង30ដៃសំតុកដៃនៃ30 300មកហើយយើងចាប់ផ្ដើមស្រោមកន្លែងនេះធ្វើឲ្យស្រោមបាទឲ្យស្រោមហើយប្រមូល90 degree nhưng mà chính là cả một tích tiết và là cả một tích nhưng tất cả đều là cả một tích một đấy cụ được hiện nay system như cụ tô mẫn như cụ tô mẫn set và pick the plane. Ok pick mẫn tầm nói dân selectជា error បន្តិចប៉ុន្តែក្នុងនេះខ្ញុំចង់បង្ហាញពីរបៀប apply ផ្ទងអានឹងដៃដណៃនេះអូខេហើយយើងមើល from នេះតើមកចូល beam direction យើងគូក្នុងនេះវា load ដៃណៃជាងគូដៃណៃមុនក៏បានដែរតែឥឡូវយើងឲ្យគូដៃណៃមុនចាំគូផ្ទងក្រោយនេះយើងគូដៃមែនមកណាឥឡូវយើងចាប់តាមគូផ្ទងមកហើយ click beam direction not yet but beam direction ទេមក resetបន្ទាប់មកយើងចូល beam direction ហើយយើងចូលតូន48 800បន្ទាប់មកយើងចាប់ដល់ draw line នេះហើយយើងគូឲ្យស្របឬក៏គូមុំ90 degree អូខេអញ្ចឹងយើងឃើញថាផ្ទងដៃណៃផ្លាននេះយើងផ្ទងដៃណៃនេះយើងបានអស់ហើយនេះវាគូដំបូងនេះគឺជាដំបូលដៃឥឡូវកាក់ដៃមួយទៀតខ្ញុំហាយដំបូលទៅសិនហាយ category អូខេតាមមកខ្ញុំមើល front មើលពីលើដល់ថតកន្លែងនេះឃើញថាដៃអាណៃរបស់យើងរត់អត់ត្រង់ជួរគ្នាវាអត់ប៉ះគ្នានេះដៃណៃនេះវាអត់ប៉ះគ្នានេះ
ឃើញថាដៃណៃនេះក៏ប៉ះទៅនេះដូចកាក់នៅដៃណៃពីរនេះដៃណៃនេះប៉ះនេះចឹងបើយើងចង់ប៉ះនេះយើងselectលើដៃណៃពីរនេះយើងប៉ះនេះសម្រាប់វា connect គ្នានៅដៃណៃក៏ connect គ្នាមកចឹងយើង select ដៃណៃនេះមួយហើយ select ដៃណៃមួយទៀតព្រោះដៃណៃនេះគឺជាការមានដៃចឹងចូល steel យើងចូល near term ចុច near term អត់ចុច near term ទៀតបាទក្នុង near term ហ្នឹងឃើញដើម្បីឲ្យបង្កើតបានជា connection អូខេ near term បាទអញ្ចឹងវាកើតបានជា connection ក្នុងករណីនេះ connection នេះវាអត់រត់នៅលើនេះទេអត់រត់នៅលើអ្នកមេដំបូងនេះចឹងមានន័យថាបែរជាយើងអាច error កន្លែងណាមួយអូខេអានេះចាំគិតក្រោយទៀតចាំកែក្រោយទៀតអានេះតែយើងមើលករណីនេះអូខេឥឡូវយើងភ្ជាប់បានមួយណាយើងភ្ជាប់បានមួយឥឡូវយើងចង់ភ្ជាប់ទាំងអស់ផ្សេងទៀតយើងធ្វើផ្សេងទៀតយើងភ្ជាប់បានមួយយើងអាចទៅពេលយើងដាក់cursor ចិត្តកន្លែងយើង join មកនេះឃើញមុនជាចាក់តនកែខៀវចាក់តនកែនេះ click នេះ click មកឃើញលោកលេខ2ចឹងមកយើងបានស្ដាប់មកម្ដងទៀតចឹងមកដល់មកយើងមកស្ដាប់យើងយកពី pro app connection មានន័យថាយើង connect ទាំងអស់auto បន្តិចចូល pro connection បាទយើងចាំបន្តិចមកឃើញនៅនេះចំពោះដៃណៃនេះគឺ connect ទាំងអស់ហើយគឺ connect គ្នាទាំងអស់បាទអញ្ចឹងយើងឃើញថា connection នេះគឺ connect ទាំងអស់ហើយអូខេបាទយើងឃើញថាដៃណៃនេះគឺ connect គ្នាទាំងអស់អូខេករណីមួយទៀតឥឡូវយើងមើលករណីមួយទៀតយើងឃើញថាដៃណៃជាមួយនឹងតួរបស់យើងបាទយើងឃើញថាដៃណៃជាមួយតួនោះគឺរត់ចំតាមនេះមានន័យថាវាមិននឹងជាន់លើបាទនេះវានៅជាន់ទៅលើនេះចឹងយើងធ្វើម៉េចឲ្យដៃណែវាឈរនៅលើខ្ទមវិញចឹងយើងចូលកន្លែងនេះយើង select លើវាយើងចូល select all instant visibility view យើងកន្លែងនេះយើងអាចដូរកន្លែង justification access នេះយើងយកបឋមវិញចេញបឋមឃើញយើងឃើញថាទីតាំងរបស់ដៃណៃនេះមកឈរលើខ្ទមនេះហើយនេះគឺបានទៅអូខេអញ្ចឹងមានន័យថាក្នុងការគូខ្ទមដៃណៃគឺយើងគូប្លង់structure នៅ architect នេះគឺយើងគូនៅក្នុង drawing តែមួយនៅក្នុង drawing តែមួយឥឡូវនៅពេលដែលយើងបង្ហាញពីប្លង់ពុះឬក៏យើងបង្ហាញមកវិញទាំងអស់យើងបង្ហាញមកវិញទាំងអស់បាទខ្ញុំបង្ហាញដំបូងមកវិញបង្ហាញជ្រីយើងយក high in view category អូខេដំបូងយើង high វិញជាងយើងអានថាមួយយើងអានថា
ចឹងមានន័យថានៅក្នុងនេះនៅពេលដែលយើងចង់សូតែ architect គឺយើងបិទ structure ចេញទៅយើង hide structure ចេញទៅហើយបើសិនបើយើងចង់បង្ហាញតែ structure ទេយើង hide architect ចេញទៅអញ្ចឹងណាចឹងមានន័យថានៅក្នុងនេះយើងគូប្រុងarchitect និងប្រុង structure ក្នុងប្រុងតែមួយបាទក្នុងប្រុងតែមួយគឺ example នៅក្នុងការធ្វើប្រុងពុះឥឡូវយើងចូលទៅក្នុង section view យើងចូល section AA មកឃើញនេះ section AA គឺពុះមកឲ្យចឹងបងបាទចឹងយើងឃើញថាយើងចំណេញច្រើនចឹងបើករណីយើងចង់ឲ្យកាត់នៅកន្លែងណាទៀតយើងអាចទាញមើលថានៅក្នុង section AA នេះនេះមាន section BB មួយទៀតហើយខ្ញុំធ្វើ section BB ដាក់មកនេះចឹងវិញទៅដល់កន្លែងណាគឺកាត់កន្លែងណាចឹងយើងទៅមើល section BB បានកាត់របៀបនេះកាត់របៀបនេះចឹងឥឡូវទៅខ្ញុំទាញ section BB ខ្ញុំចង់ឲ្យកាត់មកក្រោយនេះចឹងយើងទាញកាត់មកដល់មកវិញនេះមកមុខនៅក្នុងកម្មវិធីគឺជួយសម្រួលយើងបានច្រើនតែនេះប្លង់ពុះចឹងប្លង់ពុះយើងអាចបន្ថែមទៀតដល់កន្លែងណាត្រូវហើយកន្លែងណាត្រូវអីហ្នឹងគឺយើងអាចបន្ថែមទៀតបាទចឹងពោះវា4ម៉ែត្រក្នុងនេះដាក់រូប level 4ម៉ែត្រចឹងយើងទៅកន្លែង ground floor យើងចាប់ដើមបង្កើតរបស់វាចឹងខ្ញុំអាចធ្វើពីយក5ម៉ែត្រ
xong đấy cho cái edit thay nhé. Edit thay cho anh duplicate và copy nhé. Copy là dùng cho dimension 7.5 chứ. ឥឡូវយើងចាប់ដើមគូសសរខ្ញុំយកកន្លែងbeam shape បាទនេះយើងត្រូវ add ចូលទៅ concrete square បាទចាក់កំពុងបោះ concrete square ហ្នឹងគឺទឹក3ខ្ញុំកាយយកពីទឹកduplicateបាទនេះគឺជាបច្ចេកទូចមួយបាទយើងទាញខាត់ទៅបន្តិចយើងដាក់ស្រោបតើមកយើងមើល color របស់យើងនៅកម្ពស់ណាយើងអាចមើលមកស្អីនេះយើងបន្ថែមកន្លឹមកន្លែងនេះទៀតstructure កន្លឹមយើងអាចគូជញ្ជាំងមកជញ្ជាំងយើងយកជញ្ជាំង20ចឹងជញ្ជាំង20ពីក្រោមខទៅដល់រូបលវលបាទយើងយក
ចឹងយើង duplicate នេះបន្តិចglass doorចឹង material យើងឃើញថា aluminium យើងអាច material មក ជាមួយនឹង metal បាទ metal ហើយយកពណ៌ខ្មៅចឹងឬក៏អាចយកពណ៌នេះពណ៌ gray យកពណ៌នេះសិនពណ៌ខ្មៅដាក់ពណ៌ខ្មៅវិញយើងយក black នេះបាទចុចសញ្ញាព្រួយនេះមកអូខេ apply អូខេ apply អូខេសម្រាប់នេះអត់ទាន់ដូរដូចជាពណ៌ខ្មៅទេអាច edit ម្ដងទៀតក្នុងនេះដាក់ black ណចូលប៉ុន្តែក្នុងនេះយើង use reference appearance ណាយកតាម appearance ដោយសារ appearance យើងយក black នេះជាងប្រាប់ graphic នេះយើង take line use render appearance ហើយអូខេបាទនេះគឺចេញពណ៌ខ្មៅមកហើយបាទខ្មៅនឹងដិតអូខេបន្ទាប់មកទៀតយើងចាប់តាមគូស floor ខាងក្រោមនេះយើងចូលទៅ crown ទៅ crown ហើយយើងចាប់តាមគូស floor យើងយក floor architectural តមកយក floor 150បាទបាត់ទឹកខ្លះឬក៏យើងអាចដូរដាក់បាត់ទឹក2គឺឬក៏បាត់ទឹកក៏បានដែរបន្ទាប់មកចុចកន្លែង line នេះហើយ offset យក offset 1000 offset 1 ម៉ែត្រ offset 1 ម៉ែត្រចឹងយើងគូគិតចេញពីអាមកយើង offset ចេញក្រៅ 1 ម៉ែត្រ thíchទៅយើងមើល 3D បាននេះ
ឥឡូវយើងចាប់ផ្ដើមគូរដំបូលណាគូរដំបូលដើម្បីគូរដំបូលយើងទៅកន្លែងរូបដំបូលនេះអានេះយើងអាចហាយសិនយើងចូល architecture យើងទៅ roofs បាទអញ្ចឹង roof by footprint roof by footprint ក្នុងនេះយើងយក125យើងអាច edit យកត្រឹម100 edit ហើយយើង copy មកយើងយក line មកគូរហើយក្នុងនេះទៅរូប offset 600 អូខេ offset 600យើងចុចទៅចំកណ្ដាលអូខេអញ្ចឹងយើងឃើញ slope ទាំងអស់មុំ30 degree ឥឡូវយើងអាចយកមុំ40យើង select ទាំងអស់យកមុំ40ហើយយកមុំ40អូណាយើងអាចយក30ក៏បានដែរហើយខាងមុខខ្ញុំអត់យកមុំទេដោះ define slope ចឹងយើងគូដៃរណៃហើយតូនឬក៏ខ្លាញ់ណាតូនខ្លាញ់ដៃរណៃអញ្ចឹងក្នុងនេះយើងអាចគូដោយប្រើគឺយើងអាចប្រើ beam system បាទ beam system ឬក៏យើងវាយ command bs ណា command bs ដើម្បីគូឥឡូវយើងចាប់ផ្ដើមគូខ្លាញ់ហើយនឹងដៃរណៃចឹងយើងចូល structure មកហើយចុច beam system បន្តមកទៀតយើង set work plan នៅក្នុងនេះយើងយករូបវល់ហើយយក pick up plan អូខេអញ្ចឹងយើងដាក់ cursor មកឃើញសញ្ញាពណ៌នេះលើជុំវិញនេះជា boundary ដែលយើងត្រូវធ្វើការយើងធ្វើឆ្វេងបាទតោះមកយើងចង់ដឹងថាតើ work plan របស់យើងត្រូវអត់យើងអាចសូវវាសូវ work plan យើងមកចង់ឃើញថា work plan របស់យើងគឺត្រឹមត្រូវនេះដល់សូវចេញហើយយើង pick line បាទ pick line ដែលយើងធ្វើការនេះអូខេចេញកន្លែងនេះហើយមួយលើយើងអាចតម្រូវមកទៀតយើងដាក់យើងមើលពីខាងយើងមើលចំពីខាងមុខនេះហើយយើងយក beam direction នេះប្រភេទដែកខ្ញុំអត់ទាន់បានចូលប្រភេទដែកយើងអាចចូលប្រភេទដែកជ្រុងបាទចូលប្រភេទដែកជ្រុងយកប្រភេទដែកដំបូង steel
ចូលដែកនេះដែក HOS rectangular hollow section ចូលដែកនេះអូខេឥឡូវយើងជាមួយដែកនេះម្ដងទៀតបាទដែកនឹងចូលមកហើយយើងអាច edit ដែកនេះសិនឥឡូវយើងអាចគូសិនចាំ edit ក្រោយអីទៅនេះ clear spacing យកតាម clear spacing អញ្ចឹងសម្រាប់តូនយើងអាចយកកម្រិតវា700ទៅ800ចុះបើជិះយើងចាប់បានអូខេចុះយើងយក line នេះក្រោមនេះក៏បានមិនក៏បានហើយគូច្រើនក៏បានហើយយើងថេកមើលអូខេនេះតែដៃធំទៅយើងអត់ទាន់បាន edit មកកាត់ណា edit មកកាត់ហើយអញ្ចឹងយើងអាចចូល select មកយើងចូល edit ថៃ edit ថៃយើង copy យើងយកដែក48កម្រិតលើវាចឹងហើយយើងមកស្ដាប់យកពាក្យបាទពាក្យ select all instance visible in view ចឹងចំពោះករណីបញ្ជាទៀតយើងអាច select អស់ហើយយើងធ្វើការ mirror បាទធ្វើការ mirror ចូល if viewចូលកន្លែង no view យើងអាច mirror ធ្វើការ mirror ទៅមកជាយើងទៀតយើងចូល 3D វិញមកឃើញថាយើងបានមកជាយើងទៀតឥឡូវយើងចាប់ដើមគូដៃណែក៏យើងបង្កើតមកកាត់ហើយយើងក៏មកពេញក៏បានដែរតែចឹងយើងបានដៃណៃ30គុណ30ចឹងយើងចាប់តាមគូដៃណៃបើយើងគូម្ដងទៀតឬក៏យើងអាចគូពីនេះតាមវិធីសាស្ត្រយើងខ្លួនយើងចង់ប្រើវិធីសាស្ត្រនេះហើយតែគូចេញជាលក្ខណៈដូចគ្នាមកចឹងយើងចូល Boom System មកទៀតចូល Set Plane បាទចូល Pick Up Plane ចូលមកយើងចូល Pick Line បាទនេះយើង boundary ហ្នឹងសម្រាប់ boundary line យើងគឺមិនឲ្យបិទចិត្តណាចូលមកទៀតយើងចូល beam direction នេះបាទអញ្ចឹងយើងចូល line អានេះយើងអាចដូរមកកាត់មាន
កម្រិតដៃណាយើងយកបីទឹកកាត់នេះយើងប្រក់គូបាត់ប្រក់អញ្ចឹងយើងគូទៅមិនឲ្យបានពុំ90ជាមួយហើយកែងជាមួយនេះហើយឲ្យស្របហើយគូទៅនេះហើយបានដៃណាតែយើងមើលដៃណារបស់យើងនេះឃើញថាវានៅក្រោមvàវានៅស្មើជាមួយនឹងសាច់របស់ខ្ទមមួយខ្លាំងអញ្ចឹងមួយខ្ទមចង់ច្រឡំគ្នាអញ្ចឹងឃើញថានេះឃើញថាវានៅខាងក្រោមវាអត់នៅខាងលើខាងលើវានៅខាងលើមិនទៅអញ្ចឹងយើងគ្រាន់តែដូរកន្លែង justification មកកុំឲ្យនៅ center យើងមានទីតាំងរបស់វាណាយើងអាចselect មកទៀតselect មួយទៅយើងចូល mouse ស្ដាំយក select all instead invisibility view ហើយ justification នេះយើងកន្លែង Z បាទតាមអ Z ណាតាមអ Z justification តាមអ Z ណាយើងយកមកថែមវិញបាទនេះយើងឃើញថាដៃនេះចាប់ផ្ដើមលោតមកលើបាទលោតទីតាំងមកលើនេះមកលើផ្លានឬខ្ទមបាទច្រឡំគ្នាទៅដល់នេះជាយើងឃើញថាបាននេះយើងអាចដូរតិចទៀតក៏បានដែរយើងអាចដូរទៅជាយើងអាចធ្វើការលើកន្លែងនេះម្ដងលើ plan នេះម្ដងពេលចូល view system ដែរ view system set plan create plan អញ្ចឹងយើងធ្វើការលើ boundary នេះយើងចាប់ដាក់គូ boundaryអូខេអញ្ចឹង boundary យើងបានហើយយើងចាប់ដើមចូល beam direction នៅក្នុងនេះយើងគូខ្ទមនឹងនេះខ្ទមនឹងយើងយក48វា800ចឹងយើងគូប្រមាណឲ្យស្រប
យើងចូល beam direction យើងដូរមកកាត់ដៃណៃ30គម្លាត3ទឹកបាទចឹងយើងចាប់ផ្ដើមគូពីជ្រុងនេះបើឲ្យស្របចឹងមកបាទយើងបានហើយយើងបានដៃណៃហើយចឹងយើងចូលជ្រុងនេះម្ដងបាទយើងចូល beam system set plan pick plan sorry អត់ beam direction ទេយើងចូល boundary សិនតើបាន beam direction យើងមើលចំពីឆ្វេងនេះដល់ពីស្នាមនេះហើយយើងគូបាទតោកមុនគម្លាត800ចឹងយើងចាប់បានគូផងស្របទៀតនេះហើយតោកនេះយើងបានហើយយើងអាចធ្វើការ mirror ទៅមួយជាងទៀតយើងមានបានហើយបន្តមកទៀតយើងចាប់ផ្ដើមគូផ្ទោគូផ្លានសំទោសគូដៃណៃចឹងចូល beam system មកដែរ set pick a plane អូខេហើយយើងចាប់ផ្ដើមទៅ boundary នេះចូល beam direction ដល់មកកាត់ទៅមកខាងទៀតបើចឹងយើងអាចហើយយើងគូអានេះហើយដំបូងនេះមួយទៀតមកចប់នៅមួយជ្រុងទៀតចូល beam system set plan pick a plan អូខេ boundary បាទ beam direction
bottom យក bottom គេឡើងលើអូខេឥឡូវយើងមើល top view យើងឃើញថាដៃណែនេះគឺវារត់ចំគ្នាល្អហើយបាទតែបើសិនបើករណីដែលដៃណែនេះរត់អត់ចំគ្នាយើងអាចចុច select ដៃណែនេះឧទាហរណ៍ករណីថារត់អត់ចំគ្នាណាអត់ connect គ្នាបាទយើងចុច select ដៃណែទី1 select ដៃណែទី2មកព្រោះដៃណែនេះគឺជាដៃណែដែកណាអញ្ចឹងយើងចូលកន្លែង structure យើងយក steel ណាសំទោសចូលកន្លែង steel យើងចូលកន្លែង filter ដើម្បី join connection ណាករណី connection វាអត់ join គ្នាអញ្ចឹងយើងយក filter មកហើយចុច filter ទៀតមកបាទមានន័យថាដើម្បីឲ្យ connection ដែកនេះវា join គ្នាណាករណីដែលវាអត់ join ប៉ុន្តែក្នុងករណីនេះគឺវា join ហើយណាក្នុងករណីគឺវា join ហើយអញ្ចឹងអានេះករណីតែមួយចុះករណីផ្សេងទៀតអត់ join យើងអាចឃើញសញ្ញា4ជ្រុងនេះយើងចុចលើសញ្ញា4ជ្រុងនេះមកយើងម៉ៅស្ដាំមកយកពាក្យ propagate connection មានន័យថាឲ្យដៃណៃទាំងអស់គឺវា connect គ្នា automatic ណាបាទអញ្ចឹងចូល propagate connection បាទអញ្ចឹងយើងឃើញថាដៃណៃទាំងអស់បាន connect គ្នាបាទអូខេខ្ញុំឲ្យដំបូងនេះសិនបាទយើង select យើងមកស្នាមយកពី high category យើងត្រូវគូគ្រោងនេះសសរហើយនឹងធ្នឹបដែលយើងបណ្ដោះមកដើម្បីត្រូបូលបាទហើយយើងគូរបៀបនឹងបន្ថែមបាទនេះបេតុងដែរបេតុង100x100 10x10 អូខេអានេះសសរយើង20ហើយធ្នឹម20ដែរអូខេឥឡូវយើងសូដំបូងមកវិញបាទយើងចុចកន្លែង close reveal hidden element បាទយើងសូដំបូងវិញយ៉ាង high category បិទវិញដល់មកយើងអាចគូតោទឹកបាទយើងអាចគូតោទឹករបស់តោមានតោអញ្ចឹងយើងអាចគូតោយើងចូលកន្លែងរូបមកយើងយក cutter ណានេះរូប cutter បាទហើយយើង select ចំខាងលើនេះបាទនេះដំបូងតោទឹកអញ្ចឹងយើងដាក់តោទឹកជុំវិញមកអូខេអញ្ចឹងបន្ទាប់ពីយើងដាក់តោទឹកនឹងហើយយើងអាច design ខាងមុខនេះតិចខាងមុខនេះយើងអត់ដាក់តោទេខាងមុខនេះតែយើង design វាតិចមកយើងយកកន្លែងរូបនោះយើងយក fascia អូខេយើងយក fascia អូខេ fascia បាត់អូខេចឹងយើងអាចសូ element យើងមកវិញមកបាទយើងសូបេតុងជាមួយយើងសូជាងយើងសូវិញដែរ
យើងអាចមើលក្នុងពុះថាតើការចូលរបស់យើងត្រឹមត្រូវដែរគាត់យើងអាចចូលក្នុងបានមកយកសិក្សានេះកន្លែងនេះមួយហើយទៅមកពុះកន្លែងនេះទៀតយើងคลิกលើវាពីរដងមកចេញក្នុងពុះមកសិក្សាធំយើងអាចសេរីមកទៅនេះយើងមើលសិក្សាធំវិញគឺយើងអាចទាញប្រេករួមតាមសិក្សាចូល select all instant visibility in view ហើយតោះមកយើងអាច in view ចឹងយើង show ដំបូងយើងមកវិញយើងចូលកន្លែង reveal នេះបានស្នាប់យក high ហើយយើងបិទ close reveal ឥឡូវយើងអាចគូ official របស់ដំបូងហើយគេចេញ roof fascia សំទោសណា fascia roof fascia អានេះជារូប cutter អានេះតោបាទជាតោណាជាតោរបស់ដំបូងបាទតោរបៀបនេះបាទឥឡូវយើងអត់គូតោទេយើងគូជា fascia វិញបាទអញ្ចឹងនៅក្នុង fascia នេះមានម៉ូដរបស់ fascia មួយចំនួនបាទម៉ូដមួយចំនួននៅក្នុងនេះមានម៉ូដច្រើនហើយមានម៉ូដច្រើនហើយចឹងយើងអាចបង្កើតម៉ូដថ្មីទៀតតែឥឡូវយើងអាចបង្កើតម៉ូដ copy អ្វីដែលយើងបានមានចឹងដើម្បីយើងអាចបង្កើតម៉ូដ fascia បន្ថែមបានយើងចូល file ចូល open Revit family បាទក្នុងនេះជា English Imperial យើង
នេះបើសិនបើយើងវាយ6ទឹកគឺចេញពីអាប់មកហ្មងតែបើសិនជាយើងអត់វាយ6ទឹកយើងវាយ5ទឹកមានន័យចេញពីអញ្ចឹងមកណាវាជាងមកយើងវាយ5ទឹកជាងមកចឹងអាចារ្យនេះយើងលុបចេញទៅហើយយើងថ្មីចូល create line ចឹងទៅក្រោមយើងចូលកន្លែងនេះ line family category and parameters បាទចឹងកន្លែងនេះយើងយក facial បាទចូលក្នុង facial បាទតោះយើង add file ចូលអូខេ no បាទចឹងយើងចូលទៅរក facial របស់យើង architect roof facial យើង edit type copy បាទយើងដាក់ឈ្មោះទៅរក facial សូមួយយើងបាទនេះ facial សូមួយណាចឹងមានតែទំហំមានលើសនឹងទៀតណាលើសពីអ្វីយើងតាមនៅយើងយកលើសពីចឹងអូខេចឹងចាប់បានបាទនេះគឺជា facial ដែលយើងបង្កើតមិញខ្ញុំដាក់ប្រវែងរបស់វា500គឺយើងគិតពីជាងមកតែបើយើងបាយ600យើងគិតពីណាមកfacial ដែរ
នេះជាផុតពីកាត់គ្នាណាអូខេចឹងបន្តមកអសល់ខាងមុខនេះតិចខាងមុខនេះតិចយើងអាចដេកគួរបន្ថែមយើងបើកម៉ូដជ្រីបាទនេះបើកម៉ូដជ្រីនេះមកឬយើងបង្កើត facial មួយទៀតក៏បានដែរណា facial wall គេដល់បើកម៉ូដជ្រីនេះយកមួយណាឥឡូវខ្ញុំយកមួយនេះចុះខ្ញុំ copy វា offset ជាងយក0អូខេយក offset 0ហើយយើងមើលពីលើក៏យើងមើលកន្លែងរូបមុខយើងទាញមកដល់នេះមកដល់ផ្នែកអានេះចុះមកក្រោមតិចដល់ពីរនេះអូខេអត់តន់ស្មើទេយើងយកអស់ពីបាទយើងឲ្យទាញបន្ថែមទៀត
ចឹងយើងដាក់ facial ធម្មតាមកនេះឃើញថាវាអត់បាន